nè ông ấy chạm nó bắt qua nó ông ơi sạt mong lúc ấy nó không đi lúc ấy nó không đi lúc ấy nó không ơi chụp tức thì lấy dương thưa là tập hiệp này anh ấy ban là plei lưới đi muối bao chạ còn lốp vô hơi plei này vay anh ấy ban thưa chạ sáp thưa plei te vong mong giờ vua bên đấy không mà vay không ui thì họ miên ca che ông ai hốt tam này ui cho ông mắt te hàng này nhom vô rồi à lấy ông nhom vô là nó bắt tam kia đó lấy là thưa nó là bùa kia đó nó à dương mưa khơi như ông về che về ấy ăn rồi nhom anh nó nè chui cái đá tới lấy anh nó chui kia đấy che té linh ở đây nhom vô nè cho mà mớm thưa sát thôi ông ai đó phải hiệp anh đang món sát nó món cho bơm sát tam nữaคือเพลย์ខ្ញុំបំណងខ្ញុំបានផ្លូវកន្លែងនេះអស់ចិត្តហ្នឹងបាទខ្ញុំកំពុងឲ្យធ្វើអនុមួយទៀតមកជាខាងនោះទៀតបាទធ្វើផ្លូវឈូអ៊ំចាតោះដាក់កម្ពស់ហ្នឹងនេះអ៊ំឯងចាក់nóស្មើកម្ពស់ហ្នឹងអ៊ំអើយស្អាតហ្មងផ្លូវប៉ុណ្នេះអស់ចិត្តហ្មងអញ្ចឹងបើទៅទាំងអស់ទៅវាស្មើគ្នាបានផ្លូវមួយចូលឥឡូវយើងវាយប៉ុណ្្នឹងសិនណាមើលយកអាសម្រាប់នោះទៅវាយមួយទៀតលោកមិនបានសឡងមកអាមេទៅកាប់ចោលអត់ទម្លាប់ឯងជួយអានេះទាញអានេះគួយចេញសិនដើម្បីឲ្យទឹកហូរពីលើមកអានឹងមកវាបាននេះឯងកាយអានឹងចេញមកតិចសិនមកដើម្បីឲ្យវាស្រត់ទៅបានមើលឃើញឥឡូវអត់ដឹងទេនេះយកអានេះមកបានចាប់ដឹងទៅអត់អីតែអើយមកទឹកនេះជួយហូបគាត់នេះហូចទៀតហូចខ្លាំងហូចតែចេះមិនច្រើនបានទេសម្រាប់នេះអានេះបញ្ហាដែលស្ទះតែយកអានឹងចេញទៅបឺតមកអស់ឡូវទឹកគោកមកបឺតហើយបឺតជំមុជហ្មងអានេះបឺតជំមុជយកហ្មង2គ្រាប់2ម៉ែត្រកន្លះដើរបានតែមួយធាងឯងអាមួយធាងហ្នឹងបឺតបានតែមួយកន្លែងនេះទៀតអញ្ចឹងតែយើងបណ្ដាឲ្យលិចពីខាងលើហ្នឹងគឺនៅអញ្ចឹងដល់យើងទាំងអស់គ្នាហ្នឹងកាប់មើលអស់ហ្នឹងចាប់ដើមមើលអស់ហ្នឹងខោអូខ្លាំងទឹកអូខ្លាំងមែនតើសិនទៅកាប់អានឹងចោលយកនេះសិនអស់ឡើយទឹកនេះយកអាបាវនោះមួយមើលបាវអីគេនោះហូរខ្លាំងអានោះចង់ឃើញនោះអូតាអើយអានេះទៅធ្លាក់ទៅក្រោមហើយលោកឯនោះខោតិចលោកឯនោះខោអើយtôiមានតែខ្នើយមានតែភួយទៀតមានភួយដល់កតែមួយម៉ោងទៀតស្រកអស់ពីលើចង់មើលវាគោកប៉ុណ្ណាទៅនិយាយទៅមែនអូទាំងថ្មនេះទៅទៀតឡើយអានេះមានជ្រៅណាស់ទឹករាក់នេះអានេះថ្មវាប្រប្រាស់ទឹកហ្នឹងចង្អៃហ្នឹងរហូតទៅដល់នោះ6ម៉ែត្រហើយបដ ாய்នេះ8ម៉ែត្រអើយម្ចាស់ថ្លៃអាហ្នឹងឯងដៃកលតែកលទឹកអាហ្នឹងកលទឹកអញ្ចឹងទឹកឲ្យបានតែប៉ុណ្ណេះហេបើសិនជាគាត់ធ្វើអាហ្នឹងឲ្យវាទៀបឲ្យដល់បាតអាហ្នឹងល្អហ្មងព្រោះថាជួយអីចឹងទៅមកថ្ងៃហ្នឹងគ្រាន់តែថាប្រជាពលរដ្ឋលោកខមមិនកន្លែងហ្នឹងច្រើនពេកខមមិនទៅច្រើនពេកអញ្ចឹងខ្ញុំឆ្លោយនឹងការងារហ្នឹងថាអាហ្នឹងតែប្រប្រាស់ទឹកថ្មកន្លែងហ្នឹងយើងត្រូវយកអាថ្មហ្នឹងចេញដើម្បីឲ្យទឹកវាស្រក់មើលគ្រាន់តែប៉ុណ្្នឹងស្រក់ទឹកអស់ស្រក់ច្រើនណាហ៊ីងអស់ហ្មងមើលណាឃើញអញ្ចឹងយើងត្រូវលើកអាថ្មហ្នឹងចោលបើមិនលើកទេគ្រោះថ្នាក់ទឹកវានៅតែលិចដដែលហ្នឹងអញ្ចឹងយើងខែប្រាំងហ្នឹងយើងឃើញអាទឹកស្រកហ្នឹងចាប់ផ្ដើមមើលហើយមេឃយកអត់ទៅល្អបានទេមេឃខ្លាចចុងក្រោយគេហៅបាត់គូចុងក្រោយហើយនិយាយតិចទៅខ្ញុំសង្ហាក់ចិត្ត3រឿងទី1រឿង
អសបរទេសដែលដាក់ចងេងចងាងដាក់គ្នារបៀបចេះតែដាក់ធ្វើមិនក៏ដាក់អីក៏ធ្វើមិនក៏ដាក់អញ្ចឹងខ្ញុំអំពាវនាវទៅដល់អ្នកទាំងអស់គ្នាជួយកាត់ជួយឲ្យយើងទាំងអស់គ្នាកុំធ្វើអសជាតិលើកតម្កើងអសជាតិយើងទី1ហើយទី2ដែលខ្ញុំព្រួយបារម្ភក្រោយពីធ្វើ birthday ឲ្យបងប្អូនផ្លូវអាទិភ្លើងទៅឃើញបងប្អូនស្ថិតនៅក្នុងការសិក្សាមិនដឹងទីលំនៅកន្លែងណាឲ្យបានច្បាស់លាស់ការសិក្សាក៏មិនដឹងការគ្រប់គ្រងឪពុកម្ដាយគ្រប់តាមកម្រិត2 3ហើយទី3នោះយប់មិញឃើញប្រជាពលរដ្ឋយើងបានស្លាប់ម្នាក់ឲ្យរបួសអាចោសៀមនេះសុកទៅអូយបករឿងច្រើនដល់ណាបករឿងច្រើនដល់ទី4ខ្ញុំឃើញមកអញ្ចឹងឃើញថាប្រជាពលរដ្ឋយើងបើចូលរួមទាំងអស់គ្នាហើយទន្ទឹមគ្នានេះក៏ខ្ញុំសូមអរគុណទៅដល់ឧបនាយករដ្ឋមន្ត្រីសៃសំអាលឧបនាយករដ្ឋមន្ត្រីដែនដីលោកយកចិត្តទុកដាក់មើលតាមខ្ញុំរហូតឬការងារនេះអាដាមខួងសេងអភិបាលរាជធានីភ្នំពេញនិងលោកអភិបាលខណ្ឌពោធិ៍សែនជ័យខ្ញុំដែលជាអាណាព្យាបាលផ្ទាល់តែម្ដងលោកព្យាយាមទៀតហើយលោកនឹងជួយកន្លែងហ្នឹងលោកឲ្យខ្ញុំធ្វើហើយយើងនឹងមានឧបករណ៍ក្នុងរវាង 2-3 ថ្ងៃទៀតយើងនឹងយកដាក់យ៉ាងម៉េចឲ្យមើលលោកអាដាមខួងសេងលោកឲ្យយើងយកមកតទៅទៀតឥឡូវហ្នឹងឲ្យខ្ញុំធ្វើឲ្យអស់លទ្ធភាពសិនតែលទ្ធភាពរបស់ខ្ញុំធ្វើប៉ុណ្ណាអញ្ចឹងយើងទោះជាយើងយកអីមកក៏ចូលអត់រួចទេយើងចូលអត់រួចទេអញ្ចឹងខ្ញុំចង់យកថ្មនឹងចេញបើយើងអត់យកថ្មនឹងចេញទេអាចរ៉ន់ទឹកនឹងវាទប់ទឹកវាអស់ស៊ីអស់6ម៉ែត្រពីក្នុងមកមាត់បលាយវាអស់6ម៉ែត្រមកអញ្ចឹងអាមាត់បលាយរបស់យើងនេះវាធំណាស់អស់4-10ម៉ែត្រកាលណាយើងអាមាត់បលាយនឹងវាតូចអាទឹកវាហូរបានតែប៉ុណ្ណឹងគឺតខ្ញុំយកដីយកស្មៅយកអីអស់ទៅទឹកហូរខ្លាំងមែនតើឥឡូវដើរលឿននេះបានហើយនេះដើរលឿននេះបានហើយតែមកសធូទៀតល្ងាចខ្ញុំមកឃើញច្បាស់កន្លែតមកកន្លែងហ្នឹងគឺច្បាស់កន្លែតមកហើយឃើញអានោះវាប្រព័ន្ធលូរបស់គេ5ម៉ែត្រ2ខ្សែ2ប្រឡោះបើប្រឡោះនោះវាងាប់បាត់ហើយស្មៅដុះឡើងពេញដុះផងសម្រាមផងយើងយកអានឹងចេញអស់ហើយយើងយកចេញអស់អញ្ចឹងយើងត្រូវទៅយកអានឹងចេញអស់ដើម្បីឲ្យវាដំណើរការវាអត់មានដើរបានមកជាហៀងហ្នឹងបានតែ2ទឹកទេបានតែ2ទឹកឥឡូវយើងបើក2ម៉ែត្រកន្លះបានណាគឺគាត់ថាបើកវូទឹកខាងនេះស្រកច្រើនមែនទេទឹកនេះស្រកហូរលឿនហ្មងប៉ុន្តែនេះវានៅហ្នឹងទេនៅអាកន្លែងនោះវាទាបឃើញតិចទៀតវាបាំងទឹកទៅវាបាំងទឹកអាហ្នឹងវាលោតទៅដល់នោះមិនដឹងថាយ៉ាងម៉េចធ្វើជាលបងឬខ្ញុំអត់យល់មែននេះបច្ចេកទេសសំណងដល់ឃើញវាទៅអញ្ចឹងអស់ហលីងហើយអើយអ្នកស្រុកខ្ញុំអើយអញ្ចឹងយើងដល់ទាំងអគ្នានឹងចូលរួមបានបន្លាយយើងធំឈប់ឆ្នាំក្រោយឈប់លេខឈប់អីព្រោះបើយើងអត់ចេះថែអាសាអត់មើលខុសត្រូវទេបន្លាយនឹងវានៅដដែលឆ្នាំក្រោយវាលេខដដែលណាព្រោះយើងអត់មានគិតថាតើត្រូវធ្វើយ៉ាងម៉េចដោះស្រាយជាមួយគ្នាឥឡូវយើងចាប់ដើមដោះស្រាយយើងចាប់ដើមមើលកន្លែងណាដែលវាកកស្ទះទឹកវាអត់ហូរព្រោះអាទឹកនឹងយុត្តិធម៌ណាឲ្យតែទៀតវាហូរទៅហើយគ្មានដឹងថាអ្នកតូចអ្នកធំអីណាទេដឹងទៅហូរទៅទៀតហូរទៅអ្នកហ្នឹងហើយឥឡូវចប់ពីអានេះទៅខ្ញុំនឹងកាយព្រំបន្ទល់ផ្លូវអាទិភ្លើងព្រំបន្ទល់រវាងខណ្ឌសែនសុខនិងខណ្ឌពោធិ៍សែនជ័យខ្ញុំព្រោះកន្លែងនោះវារៀបឆ្លងខ្ញុំប្រើថា check in check out កន្លែងនោះមួយទៀតដើម្បីឲ្យទឹកចរន្តទឹកវាហូរទៅកាន់តែខ្លាំងឥឡូវទឹកហូរខ្លាំងហើយនេះទឹកហូរខ្លាំងមែនទែនអញ្ចឹងបើចរន្តទឹករបស់ខ្ញុំហូរប៉ុណ្ណឹងថ្ងៃខ្ញុំហូបបាយហើយឲ្យក្រុមការងារខ្ញុំជប់សម្រាប់មួយផ្លែតថ្ងៃមកយកសម្រាប់នឹងចេញអស់មកភ្លៀងបាតគេថាភ្លៀងបាត់គូតភ្លៀងបាត់គូតចុងក្រោយបើមើលគាត់ថាឈោមិញមួយផ្លែតឃើញគាត់ថាឈោមិញមួយផ្លែតឃើញអានេះទឹកទៅអស់ចង់អស់លីងអញ្ចឹងវាលឿននៅកន្លែងហ្នឹងហើយបើយើងយកអាហ្នឹងអស់ទៀតមើលយកចង្វាមើលចាក់មើលសុំឲ្យយកចង្វាមើលចាក់មើលអាហ្នឹងជំរឿណានេះឥឡូវហាក់កាន់តែខ្លាំងនេះដីរបបនេះប្រហែលជា3ទឹកហ៎ហើយកន្លះម៉ែត្រអញ្ចឹងដកអាហ្នឹងចេញអត់មានធ្វើអញ្ចឹងទេដកអាហ្នឹងចេញទឹកមកអស់យើងសមុទ្រអាហ្នឹងឲ្យទៀបទៅព្រោះអាហ្នឹងរៀបឆ្លងផងទឹកមកកន្លែងហ្នឹងដល់ទឹកកន្លែងហ្នឹងដល់ដឹងយ៉ាងម៉េចបានខ្ញុំអត់យល់គេចាក់មកលៀនមកអញ្ចឹងព្រោះយើងយកអាដីអស់ហ្នឹងចេញអស់វាបានធំអាមាត់លូនេះវាធំទឹកវាលេចខូវវឹងទៅហ្មងពាក់មួកុំលឿនពេកលោកប្រជាអានេះទឹកហូរលឿនមើលឃើញអស់នេះឃើញទឹកស្រក់ឃើញអានេះស្រក់លឿនមែនតើអានេះវារាក់នេះទឹកវាបានតែប៉ុណ្្នឹងអ៊ំអើយជីទូកមួយខ្ញុំទេអ៊ំជីទូកមួយខ្ញុំទេមកមើលអញញឹមចាស់ញឹមស្អាតចាស់ញឹមមកដូចក្មេងញឹមចាស់ញឹមខ្ទប់វត្តបាច់ចេញស្លាអស់លេងអើយអ៊ំឯងមើលប្រពន្ធចានគោមនៅសល់អានេះមួយទៀតអានេះនេះអានេះមួយទៀត